បងថ្ងៃនេះយើងមកធ្វើជាមួយនំខារ៉ាម៉ែលដែលអត់ចាំបាច់ចំហុយគឺងាយខ្លាំងមែនតើអញ្ចឹងតាមទាំងអស់គ្នាជាដំបូងគឺយើងត្រូវធ្វើការកំឡោយស្ករសិនដើម្បីធ្វើជាសតបទី1ស្ករគឺប្រើស្ករសធម្មតាបងដាក់កន្លះកូនចានជាមួយនឹងទឹកតែបន្តិចណាបងឲ្យបើកហ្គាសទូចដើម្បីឲ្យស្កររំលាយកំកោបងគ្រាន់តែកលេងបែបហ្នឹងរហូតដល់ជើងខ្វងឡើងពណ៌រៀងថ្នោតបែបនេះមកឃើញថារលោងអស់ហើយយើងអាចចាក់ចូលកែវខារ៉ាម៉ែលយើងបានថ្ងៃនេះគឺខ្ញុំប្រើរូបបេះដូងនេះបងឃើញរលោងបែបហ្នឹងហើយចាក់ចូលតែបន្តិចបានកុំដាក់ច្រើនពេកបន្ទាប់មកបងទុកមួយដុំសិនយើងមកលាយជាមួយនឹងគ្រឿងខារ៉ាម៉ែលរបស់យើងដែលដាក់ទឹកឆ្អិនធម្មតាហ្នឹង400 ml បងហើយនឹងស្ករ50 ក្រាមជាមួយនឹងម្សៅខារ៉ាម៉ែលរបស់យើងនេះបងតែ50 ក្រាមដូចគ្នា50 ក្រាមធ្វើបាន9នំអញ្ចឹងកន្លះគីឡូគឺបាន90នំមកបងតែគ្រឿងផ្សំ3ហ្នឹងបងកូរឲ្យពុះបន្ទាប់ពីពុះហើយបងកុំភ្លេចគ្រឿងពិសេសគឺគ្រីមឈ្ងុយរបស់យើងចំនួន50 ml ចាក់ចូលទៅហើយបិទភ្លើងតែម្ដងបងកូរឲ្យសព្វបន្តិចត្រង់មកតង់ទៅដើម្បីឲ្យអស់ជាតិដុំណាបងបន្ទាប់មកយើងទេចូលទៅក្នុងពុំរបស់យើងក្រោយពេលឃើញស្ករកបែបនេះកុំបារម្ភថាស្ករហ្នឹងនៅម្ដុំអញ្ចឹងអត់ទេគឺរលាយស្មើល្អតែម្ដងហើយបងដាក់ទូទឹកកកចំនួន2ម៉ោងឬក៏1ម៉ោងជាងអីចឹងបានហូបហើយជាទូទៅនំខារ៉ាម៉ែលគឺគេថប់ពេញជាមួយនឹងតែកុយឬក៏ដាក់ញ៉ាំជាមួយនឹងកាហ្វេអីគឺចូលជាតិខ្លាំងអញ្ចឹងអ្នកដែលគាត់ត្រូវការគ្រឿងផ្សំក្នុងវីដេអូឧបករណ៍សន្តិអាចឆាតចូលពេកបានណាបង